ស្ថានភាពច្រកសមុទ្រហួរមូសឡើងកម្ដៅខ្លាំងអាមេរិកនិងអ៊ីរ៉ង់បើកការវាយប្រហារគ្នាសម្ដៅលើនាវាពាណិជ្ជកម្មនិងកំពង់ផែប្រេងវិបត្តិនៅច្រកសមុទ្រហួរមូសដែលជាច្រកផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយនៅលើពិភពលោកបានផ្ទុះឡើងជាថ្មីម្ដងទៀតយ៉ាងកំហុកកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2026នេះបន្ទាប់ពីមានការវាយប្រហារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅក្នុងតំបន់ឈូងសមុទ្រដែលបណ្ដាលឲ្យនាវាពាណិជ្ជកម្មជាច្រើនគ្រឿងរងការខូចខាតនិងធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលទើបតែសម្រេចបានកំពុងប្រឈមនឹងការរលាយសាបសូន្យការវាយប្រហារលើនាវាពាណិជ្ជកម្មនិងដែនអាកាសអារ៉ាប់រួមយោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Reuters និងភ្នាក់ងារសន្តិសុខសមុទ្ររបស់ចក្រភពអង់គ្លេសបានឲ្យដឹងថានាវាពាណិជ្ជកម្មយ៉ាងតិច2គ្រឿងត្រូវបានវាយប្រហារនៅក្បែរឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម UAE ក្នុងនោះរួមមាននាវាដឹកទំនិញកូរ៉េខាងត្បូង HMM Namo បានត្រូវបានបាញ់ប្រហារចំកាប៊ីនម៉ាស៊ីនបង្កជាអគ្គិភ័យឆេះសុនថូសូននៅកណ្ដាលសមុទ្រប៉ុន្តែសំណាងល្អមិនមានសមាជិកនាវិកណាម្នាក់រងរបួសនោះទេនាវាដឹកប្រេងរបស់ក្រុមហ៊ុន ADNOC របស់អារ៉ាប់រួមដែលជាប្រភេទនាវាទំនេរគ្មានផ្ទុកប្រេងក៏ត្រូវតែរងការវាយប្រហារដោយ drone របស់អ៊ីរ៉ង់ផងដែរទន្ទឹមនេះទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប់រួមបានបើកប្រតិបត្តិការយ៉ាងមមាញៗដោយបានស្ទាបចាប់មីស៊ីលនិង drone របស់អ៊ីរ៉ង់ចំនួន19គ្រឿងទោះជាយ៉ាងណាក៏ដោយ drone មួយគ្រឿងរបស់អ៊ីរ៉ង់បានទលុបប្រព័ន្ធការពារដែនអាកាសនិងបានបង្កឲ្យមានការផ្ទុះឆេះយ៉ាងខ្លាំងនៅកំពង់ផែប្រេង Fujairah ដែលជាកំពង់ផែនាំចេញប្រេងដ៏សំខាន់របស់អារ៉ាប់រួមស្ថិតនៅខាងក្រៅច្រកសមុទ្រហួរមូសយោធាអាមេរិកនិងអ៊ីរ៉ង់ច្រានចោលការអះអាងទៅវិញទៅមកនៅលើសមរភូមិទឹកកងកម្លាំងយោធាអាមេរិកបានអះអាងថាខ្លួនបានកំទេចកណោតយោធាល្បឿនរបស់អ៊ីរ៉ង់ចំនួន6គ្រឿងផ្ទុយទៅវិញភាគីខាងអ៊ីរ៉ង់បានទាត់ចោលការអះអាងនេះដោយបានវាយបកវិញថាកងកម្លាំងរបស់ខ្លួនទេដែលជាអ្នកបានបាញ់ប្រហារលើនាវាចម្បាំងអាមេរិកដែលព្យាយាមបើកចូលគៀកនឹងច្រកសមុទ្រហួរមូសភ្លាមនោះទីក្រុង Washington បានបដិសេធចំពោះការអះអាងរបស់អ៊ីរ៉ង់ដោយសង្កត់ធ្ងន់ថាគ្មាននាវាចម្បាំងអាមេរិកណាមួយរងការវាយប្រហារនោះឡើយប្រតិបត្តិការ Operation Freedom របស់លោក Donald Trump និងការប្រមានសង្គ្រាមការផ្ទុះអាវុធដាក់គ្នាជាថ្មីនេះបានកើតឡើងចំពេលដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងប្រជែងគ្នាគ្រប់គ្រងច្រកសមុទ្រហួរមូសប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសចាប់ផ្ដើមប្រតិបត្តិការយោធាមានឈ្មោះថា Project Freedom គម្រោងសេរីភាពដើម្បីជួយសង្គ្រោះនិងសម្របសម្រួលដល់នាវាដឹកទំនិញនិងនាវាដឹកប្រេងចំនួន2000គ្រឿងដែលកំពុងកកស្ទះនិងជាប់គាំងមិនអាចឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះបានឡើយទោះជាយ៉ាងណាក៏ដោយទីក្រុងតេហេរ៉ង់បានចាត់ទុកផែនការរបស់អាមេរិកនេះជាការបង្កហេតុនិងជាការប្រឈមមុខផ្នែកសង្គ្រាមជាការឆ្លើយតបលោក Donald Trump បានប្រមានយ៉ាងធ្ងន់ថាបើកងកម្លាំងអ៊ីរ៉ង់ប៉ុនប៉ានវាយប្រហារលើនាវាណាមួយរបស់អាមេរិកនៅក្នុងច្រកសមុទ្រហួរមូសឬក្នុងតំបន់ឈូងសមុទ្រនោះពួកគេនឹងត្រូវបានកំទេចចេញពីផែបផ្នែកផែបពួកគេនឹងត្រូវបានកំទេចចេញពីផែបដីនេះមិនខានទេការអំពាវនាវរកផ្លូវចរចាសន្តិភាពចំពោះវិបត្តិដ៏ស្រួយស្រាលនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានលើកឡើងថាព្រឹត្តិការណ៍ចុងក្រោយនេះបានបង្ហាញយ៉ាងច្បាស់ថាវិបត្តិនៅច្រកសមុទ្រហួរមូសមិនអាចដោះស្រាយបានតាមកម្លាំងយោធានោះទេលោកបានបញ្ជាក់ថាកិច្ចចរចាសន្តិភាពកំពុងតែបន្តធ្វើឡើងដោយការសម្របសម្រួលពីប្រទេសប៉ាគីស្ថានជាមួយគ្នានោះលោកក៏បានប្រមានដល់សហរដ្ឋអាមេរិកនិងអារ៉ាប់រួមឲ្យប្រុងប្រយ័ត្ននិងជៀសវាងឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅសង្គ្រាមដ៏គ្រោះថ្នាក់នេះផងដែរ